ចំពោះការនិយាយទូរស័ព្ទពេលខ្លះយើងនិយាយហើយយើងអត់បានចាំអ្វីដែលយើងនិយាយទេអញ្ចឹងហើយការកំណត់នៅមុខងារថតសំឡេងដោយស្វ័យប្រវត្តិពេលដែលមានអ្នកណាទេមកគឺជាការចាំបាច់មួយដ៏ល្អសម្រាប់ឲ្យយើងទុកធ្វើជាផុសតាងហើយយើងមកចាំយូរយើងចូលមកក្នុងផ្លែប៊ូតុង call បន្ទាប់មកយើងចូលក្នុង setting នៃប៊ូតុង call ហ្នឹងបើយើងចូលមកតាមអីដែលខ្ញុំបង្ហាញហ្នឹងមកបន្ទាប់មកយើងនឹងឃើញកន្លែងនេះវាដាក់ថាថតការហៅទូរស័ព្ទដោយស្វ័យប្រវត្តិបាទហ្នឹងយើងចុចបើកគ្លិកនៅត្រង់កន្លែងហ្នឹងមកដើម្បីពេលដែលមានគេ call ចូលមកអញ្ចឹងគឺវានឹងចាប់ដើមថតសំឡេងដោយស្វ័យប្រវត្តិពេលដែលយើងបញ្ចប់នៃការសន្ទនាវានឹងរក្សាទុកនៅកន្លែងថតសំឡេងដោយស្វ័យប្រវត្តិតាមនេះវាជាចំណុចល្អដែរពេលខ្លះឲ្យយើងនិយាយពីកិច្ចការសំខាន់អីមួយពេលខ្លះយើងក៏មានការភ្លេចភ្លាំងមិនចាំបាននៅការសន្ទនានោះទាំងអស់អញ្ចឹងហើយការរក្សាទុកនៅការថតសំឡេងនេះក៏វាជាការមួយដែលល្អដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលគិតថាវីដេអូនេះឲ្យមានអត្ថប្រយោជន៍និងល្អក៏សូមជួយចុច share វីដេអូនេះម្នាក់មួយផងបាទហើយអរគុណច្រើនជំរាបលាបាទ